សូម្បីតែដឹងថា algorithm នៅក្នុងដៃខ្ញុំពេញលេញឬមិនពេញលេញផងក៏លោកហ៊ានហាមាត់ឲ្យតម្លៃនឹងដែរពីព្រោះអ្នកមានតម្លៃសមនឹងទឹកប្រាក់នេះអ្នកនៅក្រុមហ៊ុន Fiji 5 ឆ្នាំមកហើយគម្រោងធានយន្តចាប់តាំងពីបង្កើតឡើងរហូតដល់ដំណើរការគ្រប់បន្ទាត់កូដទាំងអស់សុទ្ធតែមានស្នាមមេដៃរបស់អ្នកយានគិតថាឲ្យតែទិញផ្ដាច់លទ្ធផលគម្រោងនឹងបានគឺចប់រឿងហើយគាត់មិនយល់ពីខួរក្បាលរបស់អ្នកបច្ចេកទេសទេដែលវាជាទ្រព្យសម្បត្តិស្នូលដ៏ពិតប្រាកដប៉ុន្តែខ្ញុំយល់ដូច្នេះអ្វីដែលខ្ញុំផ្ដល់ឲ្យអ្នកមិនមែនត្រឹមតែលុយនោះទេគឺតំណែងផ្នែក A របស់ក្រុមហ៊ុន Dingfeng បច្ចុប្បន្នមានមនុស្ស130នាក់សុទ្ធតែជាអ្នកកម្ពុជាក្នុងវិស័យនេះប៉ុន្តែខ្វះមនុស្សដែលជាប្រលឹងពិតប្រាកដម្នាក់អ្នកមកធ្វើជាប្រលឹងមួយនេះទៅចុះបើខ្ញុំមិនរើសយកជម្រើសទាំងពីរហ្នឹងបើអញ្ចឹងខ្ញុំក៏មិនបង្ខំដែរទ្វាររបស់ Dingfeng បើកចាំអ្នកជានិច្ចថ្ងៃនេះមិនបើកថ្ងៃស្អែកបើកឆ្នាំនេះមិនបើកឆ្នាំក្រោយបើកមនុស្សពូកែគឺគួរសមនឹងការរងចាំនៅក្នុងនេះគឺជាកំណែទម្រង់ពេញលេញនៃរចនាសម្ព័ន្ធ algorithm របស់គម្រោងធានយន្តរួមទាំងឯកសារលម្អិតនៃផែនការអាប់ដេតកំណែ 3.0 និងបទដ្ឋានបច្ចេកទេសភ្ជាប់ទិន្នន័យអគ្គនាយកជាតិអាចឲ្យគេយកទៅផ្ទៀងផ្ទាត់សិនចុះផ្ទៀងផ្ទាត់រួចចាំយើងជែកគ្នាបន្តអ្នកមិនខ្លាចខ្ញុំយករបស់នឹងហើយប្រែក្រឡាស់មិនស្គាល់មនុស្សទេអីបើ Dingfeng ហ៊ានធ្វើរឿងបែបហ្នឹងកាលពី3ឆ្នាំមុនប្រហែលជាអូសទាញយកក្រុមបច្ចេកទេសពាក់កណ្ដាលរបស់ Fiji បាត់ទៅហើយគេឈ្មោះរបស់អគ្គនាយកជាតិក្នុងរង្វង់ការងារខ្ញុំបានស៊ើបដឹងខ្លះហើយអូតើស៊ើបដឹងអ្វីខ្លះស៊ើបដឹងថាកាលពីឆ្នាំមុនដើម្បីរក្សាទុកវិស្វករជាន់ខ្ពស់ម្នាក់ដែលចង់លីឈប់លោកបានហោះហើរទៅទីក្រុងដោយផ្ទាល់ហើយប៉ាវគាត់ហូបអីនៅតូបក្បែរភ្លើងមួយពេលជែកគ្នារហូតដល់ម៉ោង3ភ្លឺទើបអាចរក្សាមនុស្សទុកបានសំបីតែរឿងរបស់លីគង់ក៏អ្នកដឹងដែរអូខេលៀងអញ្ចឹងខ្ញុំប្រាប់ព័ត៌មានមួយទៀតដល់អ្នកលីវមីនបានទៅផ្នែកច្បាប់របស់ Fiji កាលពីព្រឹកមិញនេះហើយនៅទីនោះអស់រយៈពេល4ម៉ោងមនុស្សរបស់ខ្ញុំនិយាយថានាងបានដកយកឯកសារច្បាប់ដើមនៃកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញាដែលអ្នកបានស៊ីញេការចូលធ្វើការដំបូងនាងចង់យកកិច្ចសន្យានឹងមកធ្វើជាលេខបង្កើតឬមិនមែននាងចង់យកទេគឺលូហុងយៀនជាអ្នកចង់យកជើងអ្នកទើបតែដើរចេញជើងក្រោយផ្នែកច្បាប់របស់ Fiji ក៏ទទួលបានបញ្ជាភ្លាមដើម្បីស្វែងរកប្រហោងច្បាប់នៃសិទ្ធិគ្រប់គ្រង algorithm នៅក្នុងដៃរបស់អ្នកកិច្ចសន្យាមួយច្បាប់នោះគឺជារលកខណ្ឌដែលខ្ញុំជាអ្នកព្រៀងដោយខ្លួនឯងពួកគេរកប្រហោងមិនឃើញឡើយបារករ៉ូនប្រហោងមិនឃើញទេគឺគេនឹងបង្កើតរ៉ូនប្រហោងឡើងមកលោកឈិនរៀបចំផែនការវីបកអេវ៉ាងឆិនបាប់នៅក្នុងសមរភូមិជំនួញមិនដូចជាកូដដែលអ្នកសរសេរនោះទេកូដមានតវិជ្ជាមានខុសមានត្រូវប៉ុន្តែសមរភូមិជំនួញគឺមិនមានឡើយលក្ខខណ្ឌកិច្ចសន្យាដែលអ្នកគិតថាគ្មានចន្លោះប្រហោងសូម្បីតែបន្តិចនោះនៅចំពោះមុខក្រុមអ្នកច្បាប់វាគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះពួកគេមានវិធីរាប់រយយ៉ាងដើម្បីធ្វើឲ្យវាខ្ទេចខ្ទីអស់ចុះតើអគ្គនាយកឈិនគិតថាពេលនេះខ្ញុំគួរធ្វើដូចម្តេចវីលោកមុនដើម្បីគ្រប់គ្រងស្ថានភាពយប់នេះ Dingfeng នឹងរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសជាផ្លូវការនៅផែនការចេញផ្សាយ algorithm ធានយន្ត 3.0 អ្នកនឹងចូលរួមក្នុងនាមជាសហគមន៍នាយកនៃផ្នែក A របស់ Dingfeng នាំយក algorithm របស់អ្នកឈរនៅក្រោមពន្លឺភ្លើងដោយមោទនភាពដើម្បីឲ្យពិភពលោកទាំងមូលបានដឹងថាសិទ្ធិគ្រប់គ្រង algorithm ធានយន្តគឺស្ថិតនៅលើអ្នកនិងស្ថិតនៅ Dingfeng ដល់ពេលនោះគ្រប់សកម្មភាពរបស់ Fiji នឹងត្រូវចាត់ទុកថាជាការមកបង្កប់រឿងលួចចម្លងហើយអគ្គនាយកឈិនតើការផ្ទៀងផ្ទាត់ត្រូវចំណាយពេលប៉ុន្មានក្រុមបច្ចេកទេសរបស់ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយគឺ24ម៉ោងអញ្ចឹង24ម៉ោងចុះបើការផ្ទៀងផ្ទាត់ជោគជ័យយប់ស្អែកម៉ោង8នៅសាលសន្និសីទសារព័ត៌មានសកលរបស់បច្ចេកវិទ្យា Dingfeng អ្នកនឹងឈរនៅចំណុចកណ្ដាលជំនួបពិភាក្សានៅក្រុមហ៊ុន Fiji លោកប្រធានលូយើងបានពិនិត្យមើលកិច្ចសន្យាការងារកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញានិងកិច្ចព្រមព្រៀងរក្សាការសម្ងាត់របស់វ៉ាងឆិនម្ដងមួយប្រយោគរួចរាល់ហើយនិយាយតាមត្រង់ទៅមានរឿងអីលក្ខខណ្ឌនៅក្នុងកិច្ចសន្យាពិតជាម៉ត់ចត់ខ្លាំងណាស់គ្មានចន្លោះប្រហោងតតែសោះជាពិសេសការកំណត់ពីសិទ្ធិគ្រប់គ្រងកម្មសិទ្ធិបញ្ញាវាបានសរសេរយ៉ាងច្បាស់ថាក្នុងអំឡុងពេលបំពេញការងាររាល់រចនាសម្ព័ន្ធ algorithm កម្រិតក្រោមរចនាសម្ព័ន្ធ model និងកូដ Snow ដែល Pikik វ៉ាងឆិនស្រាវជ្រាវបង្កើតឡើងដោយឯករាជ្យឬដឹកនាំការស្រាវជ្រាវគឺកម្មសិទ្ធិបញ្ញាទាំងនោះត្រូវធ្លាក់ទៅលើ Pikik ទាំងអស់ Pikik ក្រុមហ៊ុនមានត្រឹមតែសិទ្ធិប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្មនិងសិទ្ធិអាទិភាពក្នុងការសហការតែប៉ុណ្ណោះប៉ុន្តែមិនមែនជាសិទ្ធិកម្មមកសិទ្ធិលើបច្ចេកវិទ្យាកម្រិតក្រោមឡើយតើនរណាជាអ្នកព្រៀងកិច្ចសន្យាមួយច្បាប់នេះយោងតាមកំណត់ត្រាឯកសារវាជាកិច្ចព្រមព្រៀងបន្ថែមដែលវ៉ាងឆិនបានស្នើឡើងនៅក្នុងឆ្នាំទី3នៃការចូលធ្វើការងាររបស់គាត់កាលនោះដើម្បីរក្សារូបគាត់ទុកខាងផ្នែកច្បាប់បានពិនិត្យខ្ញុំសួរថាជានរណាជាអ្នកស៊ីញេគឺលោកប្រធានជាអ្នកស៊ីញេដោយផ្ទាល់បាទបើអញ្ចឹងត្រូវតែរកចន្លោះប្រហោងឲ្យឃើញរកចំណុចមិនសមហេតុផលក្នុងកិច្ចសន្យារកប្រហោងក្នុងលក្ខខណ្ឌច្បាប់រកគ្រប់សំអាងហេតុដែលអាចទាមទារសិទ្ធិមកវិញបានខ្ញុំមិនខ្វល់ថាពួកអ្នកប្រើវិធីអ្វីទេក្នុងរយៈពេល3ថ្ងៃខ្ញុំត្រូវតែឃើញឯកសារសំណើផ្លូវច្បាប់ដែលអាចយកទៅអនុវត្តបានមួយច្បាប់លោកប្រធានលូនិយាយដោយស្មោះត្រង់ទៅបើមើលតាមកិច្ចសន្យាដែលមានបច្ចុប្បន្នឱកាសឈ្នះក្តីរបស់យើងបើប្តឹងផ្ដល់ទៅគឺមិនលើសពីខ្ញុំមិនត្រូវការឲ្យអ្នកមកប្រាប់ពីឱកាសឈ្នះនោះទេអ្វីដែលខ្ញុំត្រូវការគឺដំណោះស្រាយយល់ពីពាក្យថាដំណោះស្រាយទេគម្រោងធានយន្តក្រុងនឹងឈានចូលដំណាក់កាលទី2នៅខែក្រោយនេះហើយបើគ្មានវ៉ាងឆិនបើគ្មាន algorithm នៅក្នុងដៃរបស់គាត់ទេដំណាក់កាលទី2វានឹងក្លាយជាប្រាសាទខ្សាច់កណ្ដាលអាកាសមិនខានខាង Dingfeng ហាក់ដូចជាមានសកម្មភាពហើយព្រឹកមិញនេះខ្ញុំទទួលបានព័ត៌មានថាលោកឈិនយៀបបានទូរស័ព្ទទៅវ៉ាងឆិនដោយផ្ទាល់ឈិនយៀបកញ្ជ្រោងចាស់ដែលបានឆក់យកក្រុមលក់ពាក់កណ្ដាលរបស់ខ្ញុំកាលពី3ឆ្នាំមុននោះលោកប្រធានលូខ្ញុំមានគំនិតមួយ